โดยได้យើងបានឃើញនៅក្នុងម៉ូឌូលមុនលំដាប់នៃភាពខ្លាំងត្រូវបានគេកំណត់អត្តសញ្ញាណដែលអាចជួយយើងប្រឈមមុខនឹងការលំបាកប្រកបណាស់ភាពខ្លាំងមួយចំនួននឹងហាក់ដូចជាសំខាន់សម្រាប់អ្នកហើយនឹងកាន់តែសមស្របទៅនឹងជំនាញនិងតម្លៃរបស់អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកមានភាពល្អប្រសើរក្នុងការប្រើភាពខ្លាំងទាំងនេះជាងភាពខ្លាំងដទៃទៀតនេះជារឿងធម្មតាទាំងស្រុងវាមិនអាចពូកែនិងខ្លាំងគ្រប់យ៉ាងទេការពិតគឺថាវាមិនអាចទៅរួចទេឬចាំបាច់នោះទេវាគ្រប់គ្រាន់ហើយដែលយើងដឹងពីចំណុចខ្លាំងមូលដ្ឋានរបស់យើងចំណុចខ្លាំងដែលយើងចាប់អារម្មណ៍បំផុតហើយយើងចូលរួមក្នុងការបណ្ដុះបណ្ដាលនិងពង្រឹងពួកវាសូមចងចាំថាអ្នកអាចប្រើកម្រងសំណួរវានៃចំណុចខ្លាំងស្នូលបានគ្រប់ពេលវានឹងជួយអ្នកក្នុងការកំណត់អត្តសញ្ញាណភាពខ្លាំងរបស់អ្នកអាចទាញយកផដកនេះហើយបំពេញវាអ្នកនឹងឃើញនៅក្នុងឯកសារដូចគ្នានៅការណែនាំអំពីរបៀបធ្វើវានៅក្នុងម៉ូឌូលមុនយើងបានបង្ហាញគេហទំព័រអ៊ីនធឺណិតដែលអ្នកអាចរកវាឃើញសូមចងចាំថាអ្វីគ្រប់យ៉ាងដែលអ្នកដឹងអំពីខ្លួនអ្នកអាចជួយអ្នកបានចូលយើងពិនិត្យមើលភាពខ្លាំងនៅពេលអ្នកមើលបញ្ជីភាពខ្លាំងសូមមើលភាពខ្លាំងដែលសំខាន់បំផុតសម្រាប់អ្នកភាពខ្លាំងនៃប្រាជ្ញានិងចំណេះដឹងភាពចង់ដឹងឆន្ទៈក្នុងការរៀនទទួលយកបទពិសោធន៍ទស្សនវិស័យការច្នៃប្រឌិតភាពខ្លាំងនៃមនុស្សធម៌ភាពស្និទ្ធស្នាលសេចក្តីសប្បុរសភាពវៃឆ្លាតសង្គមនិងអារម្មណ៍ភាពខ្លាំងនៃការសម្របសម្រួលការអភ័យទោសការដឹងគុណការប្រុងប្រយ័ត្នការគ្រប់គ្រងខ្លួនឯងភាពខ្លាំងនៃសេចក្តីក្លាហានភាពស្មោះត្រង់ការតស៊ូភាពរីករាយភាពខ្លាំងនៃយុត្តិធម៌ក្តីភាពយុត្តិធម៌គំនិតផ្ដួចផ្ដើមភាពខ្លាំងនៃវិសាភាពគោកការដឹងគុណក្តីសង្ឃឹមភាពខាងវិញ្ញាណកំប្លែងសូមចាំថាភាពខ្លាំងនីមួយមានសារៈសំខាន់សម្រាប់ទិដ្ឋភាពផ្សេងនៃជីវិតរបស់យើងគិតថាតើភាពខ្លាំងមួយណាដែលសំខាន់ជាងគេសម្រាប់អ្នកហើយអ្នកចង់ពង្រឹងបំផុតជំរើសអាស្រ័យទៅលើចំណាប់អារម្មណ៍និងគោលដៅរបស់អ្នកសូមចាំថាការដឹងគុណសុទិដ្ឋិនិយមភាពរីករាយការចង់ដឹងនិងសមត្ថភាពក្នុងការស្រឡាញ់និងត្រូវបានគេស្រឡាញ់គឺជាមូលដ្ឋានទាក់ទងទៅនឹងការពេញចិត្តក្នុងជីវិត